សូមគោរពបងប្អូនជនជាតិខ្មែរទាំងអស់នេះជាអត្ថបទនិយាយអំពីអត្ថប្រយោជន៍ផ្លែប៉ោមក្រហមនិងការពារពីជំងឺផ្សេងៗថាអាចជួយសុខភាពបានដល់កម្រិតណាសូមបងប្អូនខ្មែរជួយតាមដានចែករំលែកនិង Like ដើម្បីជាការលើកទឹកចិត្តក្នុងការធ្វើវីដេអូអំពីសុខភាពសម្រាប់បងប្អូនខ្មែរយើងសូមអរគុណផ្លែប៉ោមក្រហមគឺជាផ្លែឈើដ៏ពេញនិយមនិងមានរសជាតិឆ្ងាញ់ដែលមិនត្រឹមតែផ្ដល់ភាពស្រស់ស្រាយប៉ុណ្ណោះទេប៉ុន្តែថែមទាំងនាំមកនូវអត្ថប្រយោជន៍សុខភាពយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរអត្ថប្រយោជន៍ចម្បងនៃផ្លែប៉ោមក្រហមសម្បូរទៅដោយសារធាតុចិញ្ចឹមវីតាមីន C ជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់រាងកាយជាតិសរសៃ Fiber ពិសេសគឺ Pectin ដែលមាននៅក្នុងសម្បកជួយសម្រួលដល់ការរំលាយអាហារនិងកាត់បន្ថយការទល់លាមកសារធាតុប្រឆាំងអុកស៊ីតកម្មមានដូចជា flavonoids ដូចជា quercetin ដែលជួយការពារកោសិកាពីការខូចខាតជួយដល់សុខភាពបេះដូងជាតិសរសៃដែលរលាយបានក្នុងផ្លែប៉ោមជួយកាត់បន្ថយកម្រិតកូលេស្តេរ៉ុលអាក្រក់ហើយសារធាតុប្រឆាំងអុកស៊ីតកម្មជួយកាត់បន្ថយសម្ពាធឈាមជំនួយដល់ការសម្រកទម្ងន់ដោយសារវាមានជាតិសរសៃខ្ពស់និងជាតិទឹកច្រើនផ្លែប៉ោមជួយឲ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរដែលកាត់បន្ថយការញ៉ាំច្រើនពេកជំនួយដល់ប្រព័ន្ធរំលាយអាហារជាតិសរសៃជួយឲ្យពោះវៀនធ្វើការបានល្អនិងចិញ្ចឹមបាក់តេរីល្អនៅក្នុងពោះវៀនការការពារពីជំងឺផ្សេងការទទួលទានផ្លែប៉ោមក្រហមជាប្រចាំអាចជួយកាត់បន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃមួយចំនួនដូចជាជំងឺបេះដូងនិងដាច់សរសៃឈាមខួរក្បាលដោយសារវាជួយគ្រប់គ្រងកូលេស្តេរ៉ុលនិងសម្ពាធឈាមជំងឺទឹកនោមផ្អែមប្រភេទទី2ជាតិសរសៃនៅក្នុងផ្លែប៉ោមជួយឲ្យការស្រូបយកជាតិស្ករយឺតជាងមុនដែលជួយការពារការកើនឡើងខ្លាំងនៃជាតិស្ករក្នុងឈាមជំងឺមហារីកសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងក្លានៅក្នុងផ្លែប៉ោមពិសេសគឺនៅក្នុងសម្បកអាចជួយការពារការរីករាលដាលនៃកោសិកាមហារីកមួយចំនួនដូចជាមហារីកពោះវៀនធំសួតនិងដោះជំងឺហឺតនិងអាឡែស៊ីសារធាតុ flavonoid ឈ្មោះ quercetin អាចមានប្រសិទ្ធភាពកាត់បន្ថយការរលាកនិងការឆ្លើយតបនៃអាឡែស៊ីជំងឺទាក់ទងនឹងប្រព័ន្ធប្រសាទការសិក្សាខ្លះបង្ហាញថាសារធាតុ quercetin អាចជួយការពារកោសិកាខួរក្បាលពីការបំផ្លាញដែលអាចកាត់បន្ថយហានិភ័យនៃជំងឺ Alzheimer's និង Parkinson's សន្និដ្ឋានញ៉ាំផ្លែប៉ោមមួយផ្លែក្នុងមួយថ្ងៃអាចជួយកាត់បន្ថយការជួបគ្រូពេទ្យបាន